ការងារខែក្តៅឆ្នាំនេះអ្នកទាំងអស់គ្នានៅកន្លែងតកែខ្ញុំមកបន្លែគឺសបោផ្លេកមែនតែនមិនដឹងថាកន្លែងបងប្អូនទាំងអស់គ្នាមានបញ្ហាដូចកន្លែងតកែរបស់ខ្ញុំដែរអត់នោះទេសាឡាត់ដែលកំពុងតែបេះលើកហ្នឹងគឺអត់មានបញ្ហាទេតែដល់ពេលបេះលើកក្រោយអ្នកទាំងអស់គ្នាផ្លេកច្រើនមែនតែនពេលព្រឹកបេះសាឡាតហើយពេលថ្ងៃតកែក៏ឲ្យដាំចឹងអ្នកទាំងអស់គ្នាមុននឹងដាំគឺនាំបងប្អូនទាំងអស់គ្នាទៅទស្សនាមើលបងប្អូនយើងទាំងអស់គ្នាចាអនឡាញអនឡាប់ជូបសអ៊ំឡាញជាអនឡាប់ជូបអមម៉ាចាប់រុំតែបុកកាមេរ៉ាអីទៀតអូពីអ្នកនេះដល់កអញអើយអង្គគេមិនគេថើបគ្នាមកកាមេរ៉ាខ្ញុំអូថើភៀមួយមកអើភើមកទួសក់ខ្ញុំទៀតទៅហើយទៅណាអូដល់កខ្ញុំចង់ជួបមកគេអូតែអញហៅនោះទៅកាយដីតែឯងទៅណាទៅតកាយដីក៏ស៊ូដែរធិបចើគេអញធិបចើលឹកបៀចឹងដូចពីបិចចឹងខ្ញុំណាផើមដូចបុនផើមដូចគោចឹងចាប់រុំលុំជុំគេកាយដីមែនអាប្រដាប់កាយនៅនឹងស្រេចមើលដីផងដីនៅនឹងផងមានតកាយទេកលែងមើលបងប្អូនយើងកំពុងតែរៀបចំដាំចឹងអ្នកទាំងអស់គ្នាតកែគាត់ឲ្យដាំ3រងហើយអាកាសធាតុនេះរៀងក្តៅគួរសមដែរតែបងប្អូនគាត់មានអាវទាំងហាលបងគេមានទាំងអាវហាលម្នាក់ស្រីក៏អាវទាំងហាលតែម្នាក់ប្រុសខាងអូយបាស្រីកវិញនេះក៏អាវទាំងហាលដែរស្វិតឡោបាននិយាយអ្នកកំពុងច្រៀងហ្នឹងឃើញខ្ញុំដាក់កាមេរ៉ាមានណាគេមកច្រៀងហើយគេចូលមកទៀតដល់ពេលឃើញកាមេរ៉ាអត់ស្អាតគេរត់ចេញវិញចឹងបងប្អូនទាំងអស់គ្នាមកយោ Nero yo Nero yo maya តែចង់ចូលមកអើយប្រសាទនេះអូយកាហ្វេបងប្រុសម្នាក់មាញ់ហ្នឹងអ្នកទាំងអស់គ្នាចូលចិត្តលេងសើចច្រើនដែរហើយឃើញកាមេរ៉ាអត់ស្អាតរត់ត្រយតែម្ដងបងប្រុសម្នាក់មាញ់ហ្នឹងគឺបងនេប៉ាល់ឈ្មោះគាត់ឌីវ៉ាកាតមុនហ្នឹងក្រុមពួកខ្ញុំដាំមរងរួចហើយក្រុមគេក៏ដាំមរងរួចដែរអញ្ចឹងចូលរងនេះគឺជុំគ្នា4ក្រុមតែម្ដងហើយបងប្រុសនេប៉ាល់មាញ់ហ្នឹងគឺចូលមកច្រៀងរហូតរងទី2នេះនៅកន្លែងតកែរបស់ខ្ញុំគឺគេដាំគោឆាំងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាបងប្អូនយើងខ្លះគាត់ហៅថាដៃគោលអញ្ចឹងបងប្អូនពលកររដូវកាលទស្សនាលេងទៅព្រោះថាចៃដន្យអាចមកចំថៅកែរបស់ខ្ញុំក៏ថាបានដែរកន្លែងតកែខ្ញុំឥឡូវមានពលកររដូវកាលម្នាក់ដែរអញ្ចឹងអ្នកទាំងអស់គ្នាបាននៅចិត្តកន្លែងតកែរបស់ខ្ញុំហ្នឹងគឺបងស្រីថៅកែក៏មានពលកររដូវកាល3នាក់ដែរកន្លែងថៅកែរបស់ខ្ញុំនឹងអ្នកចិត្តគ្នាហ្នឹងគឺគេដាំបែបនេះចឹងអ្នកទាំងអស់គ្នាហើយកន្លែងមកដល់ត្រង់នេះរៀបចំហើយអញ្ចឹងអ្នកទាំងអស់គ្នាមានបងប្អូនខ្លះក៏រៀបចំដែរចេញមានអ្នកខ្លះគាត់នៅដាំបងហើយរងកំពុងដាំហ្នឹងគឺរងទី3តែម្ដងបន្ទាប់ពីដាំរួចហើយគឺបងប្រុសម្នាក់នេះថៅកែគាត់ឲ្យបើកទឹកស្រោចកូនបន្លែដែលដាំមុនហ្នឹងបើកលេចមើលរបៀបស្រោចទឹកតំណាំគេអញ្ចឹងអ្នកទាំងអស់គ្នាគឺល្អមែនតែនគេមានម៉ូទ័ររបស់គេបើកនៅក្បាលរងអញ្ចឹងទៅទឹកគឺស្រោចស្រពពេញចំការគេតែម្ដងវីដេអូក៏មានតែប៉ុណ្នេះដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាវីដេអូមួយនេះជួបគ្នាវីដេអូក្រោយទៀតបាយបាយ